របងនេះគឺគេយកដបចាស់ចាស់យកមកកែច្នៃបងប្អូនស្អាតមែនទែនបងប្អូននេះដបទឹកសុទ្ធយើងហ្នឹងហើយនឹងទៅយកចាស់ចាស់ច្នៃចេញជារំយោលស្អាតមែនទែនកន្លែងគេដើរនេះគឺយកដបចាស់ចាស់ដូចគ្នាយកមកតម្រៀបក្រាលនេះបងប្អូនធ្វើមកពីធុងសាំងយើងចាស់ចាស់ដែលគេបោះបង់ចោលគឺគាត់ច្នៃយើងកន្លែងអង្គុយមានប្រដាប់ផ្អែកមានអីត្រឹមត្រូវហើយគ្រាន់តែដាក់ពូកនៅនេះតិចមកហើយរួចពីការស្រេចបងប្អូនទាំងអស់គ្នាដឹងហើយសម្រាមគឺគេចាប់ទុកជារបស់ដែលកក្រិចរបស់ដែលគេបោះចោលរបស់ដែលគ្មានប្រយោជន៍ប៉ុន្តែចំពោះស្ថាបនិកសាលាដូងនេះគឺគាត់មានគំនិតច្នៃប្រឌិតខ្ពស់មែនទែនដោយគាត់យកសម្រាមទាំងអស់នេះមកកែច្នៃឲ្យចេញជារបស់ដែលមានប្រយោជន៍ជម្រាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានមកដល់សាលាដូងនៅគិរីរម្យហើយបងប្អូនហើយចំពោះសាលាដូងនេះគឺបងប្អូនមួយចំនួនប្រកបជាស្គាល់ហើយដែលស្ថាបនិកដែលបង្កើតសាលាដូងនេះគឺបងអុកវ៉ាន់ដេដែលគាត់បានបង្កើតសាលាដូងនេះឡើងដោយកែច្នៃសម្រាមផ្សេងបងប្អូននេះបងប្អូនហើយនៅចប់សាលាដូងនេះគឺមានកាហ្វេសម្រាមចំពោះកាហ្វេសម្រាមហើយនឹងសាលាដូងនេះដូចគ្នាបងប្អូនគឺគេយកសម្រាមផ្សេងមកកែច្នៃដើម្បីបង្កើតឧបករណ៍ផ្សេងឬក៏បង្កើតជារបងដូចជាកន្លែងនេះជាដើមបងប្អូននេះរបងនេះគឺគេយកដបចាស់ចាស់យកមកកែច្នៃបងប្អូនស្អាតមែនទែនបងប្អូននេះយើងធ្វើបែបនេះបងប្អូនគឺទី1អាចជួយបរិស្ថានរបស់យើងដោយមិនមានសម្រាមផ្សេងដែលយើងយកសម្រាមមកធ្វើជារបស់មានប្រយោជន៍បងប្អូនទាំងអស់គ្នាដឹងហើយសម្រាមគឺគេចាប់ទុកជារបស់ដែលកក្រិចរបស់ដែលគេបោះចោលរបស់ដែលគ្មានប្រយោជន៍ប៉ុន្តែចំពោះស្ថាបនិកសាលាដូងនេះគឺគាត់មានគំនិតច្នៃប្រឌិតខ្ពស់មែនទែនដោយគាត់យកសម្រាមទាំងអស់នេះមកកែច្នៃឲ្យចេញជារបស់ដែលមានប្រយោជន៍អូខេតើបងប្អូនទាំងអស់គ្នាឥឡូវនេះយើងទៅចូលទៅកន្លែងកាហ្វេសម្រាមមុនតើដូច្នេះធ្វើដំណើរទៅជាមួយខ្ញុំទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងដើរចូលទៅកន្លែងកាហ្វេសម្រាមហើយនេះអូបងប្អូននេះសូម្បីតែដំរីនេះគឺគេច្នៃមកពីកៅស៊ូកង់ឡានម៉ូតូយើងដែលគេបោះបង់ចោលមកច្នៃជារូបដំរីស្អាតមែនទែននេះមានដាក់នេះគេធ្វើជារូបស្រមោចនេះកង់ឡានបងប្អូនច្នៃជារបស់របរផ្សេងកន្លែងនេះកន្លែងក្មេងអង្គុយលេងមានកន្លែងផ្លែកជាច្រើនទៀតបងប្អូននេះរូបពេងកាហ្វេនេះធ្វើមកពីសបកពោះវៀនម៉ូតូយើងកន្លែងរំយោលនេះវិញគេយកតយោយើងចាស់ហើយនឹងប្រពកដងបងប្អូនដូចឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺពង្រប់ដបទឹកសុទ្ធយើងហ្នឹងហើយនឹងតយោចាស់ច្នៃចេញជារំយោលស្អាតមែនទែនហើយចំពោះកន្លែងគេដើរនេះគឺយកដបចាស់ដូចគ្នាយកមកតម្រៀបក្រាលហើយកន្លែងអង្គុយនេះវិញកន្លែងអង្គុយកៅអីនេះគឺធ្វើមកពីសបកពោះវៀនម៉ូតូដដែលបងប្អូនសបកពោះវៀនម៉ូតូនេះច្នៃបានច្រើនមុខមែនទែនដូចខ្ញុំបង្ហាញបងប្អូននៅខាងដើមវីដេអូអញ្ចឹងគឺមានកន្លែងស្អាតជាច្រើនទៀតកន្លែងនេះវិញធុងសាំងចាស់ក៏ច្នៃជាកន្លែងអង្គុយបានដែរបងប្អូននេះតំណងដែរតានេះបងប្អូនធ្វើមកពីធុងសាំងយើងចាស់ដែលគេបោះបង់ចោលគឺគាត់ច្នៃជាកន្លែងអង្គុយមានប្រដាប់ផ្អែកមានអីត្រឹមត្រូវហើយគ្រាន់តែដាក់ពូកនៅនេះតិចមកហើយរួចជាការស្រេចបងប្អូនទាំងអស់គ្នាឃើញរូបគាត់នេះដាក់ RIP ដូចនេះតិចបងប្អូនទាំងអស់គ្នាគិតថាគាត់ rest in peace មានន័យស្លាប់មិនមែនទេបងប្អូនគឺគាត់មានច្នៃពាក្យមួយទៀត RIP នៃរបស់គាត់នេះគឺមានន័យថា recycle invented person បកនៃជាភាសាខ្មែរយើងគឺមានន័យថាអ្នកច្នៃសម្រាមបាត់នេះឲ្យបងប្អូនគឺជាស្ថាបនិកដែលបង្កើតសាលាដូងនិងកាហ្វេសម្រាមនេះឯងគឺបងអុកវ៉ាន់ដេកន្លែងនេះវិញគឺគេយកច្រវាក់មញងឬក៏បតាងឌីសរបស់រថយន្តចាស់គឺច្នៃចេញជារូបស្អាតមែនទែនបងប្អូនដោយគេយកមកផ្សារភ្ជាប់គ្នាដូច្នេះនេះគឺជារូបអ្វីដែលបងប្អូនជួយប្រាប់ផងខ្ញុំមិនសូវដឹងដែរប៉ុន្តែគាត់មានគំនិតច្នៃប្រឌិតខ្ពស់មែនទែនហើយរបស់ទាំងអស់នេះដែលមាននៅក្នុងហាងនេះទាំងមូលគឺសុទ្ធតែជារបស់ដែលគេបោះចោលគឺគាត់មកច្នៃចេញជារូបរាងបែបនេះស្អាតបងប្អូនទាំងអស់គ្នានេះខ្ញុំមកកំងអាយឡាតេបានហើយឆ្ងាញ់បងប្អូនរសជាតិហើយនេះមានលក់ភេទច្រើនប្រភេទទៀតនៅក្នុងកាហ្វេសម្រាមនេះហើយបងក្នុងកន្លែងកាហ្វេសម្រាមយើងមានកន្លែងអង្គុយលេងទេបងមានច្រើនជិះនៅខាងលើអង្គុយទៅបានបាទអរគុណបងប្អូននេះគឺជាទស្សនវិជ្ជាពីខាងលើនៅលើកន្លែងកាហ្វេសម្រាមនេះគឺមានគេធ្វើនៅខាងលើចេះអាចឲ្យយើងអង្គុយញ៉ាំកាហ្វេនៅខាងលើនេះបានដើម្បីមើលទៅទស្សនវិជ្ជានៅខាងក្រោមស្អាតបងប្អូននៅគិរីរម្យធម្មជាតិស្រស់ស្រាយមែនទែន fresh
អូខេបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំបានបង្ហាញទស្សនវិជ្ជានៅក្នុងកាហ្វេសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាមើលរួចរាល់ហើយឥឡូវនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលនៅសាលាដូងបន្តទៀតតើមានអ្វីខ្លះនៅក្នុងសាលាដូងដូច្នេះសូមទស្សនាបន្តទៀតដូចតទៅបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាទាំងមូលនៅក្នុងសាលាដូងនៅទីនេះមានទីធ្លាធំមមសម្រាប់ឲ្យក្មេងៗរត់លេងនៅខាងមុខទីធ្លានេះក៏ដូចជាឲ្យក្មេងៗហាត់ប្រាណឬក៏លេងកីឡាផ្សេងនេះបងប្អូនមានសម្រាប់តូងសម្រាប់ក្មេងៗលេងដូចគ្នាប៉ុន្តែនៅក្នុងសាលានេះគឺយើងពុំអាចចូលបានទេដោយសារថ្ងៃនេះគេបាត់ទេបងប្អូនមិនមែនថ្ងៃកូនសិស្សរៀនបងប្អូនណាដែលឃើញទស្សនវិជ្ជាខាងក្នុងសាលារៀនសាលាដូងបងប្អូននេះទស្សនវិជ្ជាខាងក្នុងសាលារៀនដូចគ្នាបងប្អូនគឺគេឆ្នៃដូចឡានអញ្ចឹងបងប្អូនមូលថ្លៃនេះទស្សនវិជ្ជាពីក្រៅបងប្អូននេះមើលទៅដូចរូបរាងឡានក្រុងអញ្ចឹងបងប្អូនសាលារៀននេះអាក្នុងបន្ទប់រៀនគេដូចរូបរាងឡានក្រុងអញ្ចឹងគុណឯងពីរនាក់រៀននៅសាលាដូងហ្នឹងមែនអត់ទេពួកនេះរៀននៅសាលាមួយណារៀននៅសាលាដូងខ្ញុំអូនឯងហ៎ចាមកពូសុំសួរតិចមើលសាលាដូងមានសិស្សច្រើននេះអូន200ជាងនាក់ហើយទាំងអស់មានម៉ាបន្ទប់មានដឹងអត់អូអានេះវល់ទៀតមានម៉ាបន្ទប់ទាំងអស់អត់ដឹងទេហើយហ្នឹងមានរៀនអីខ្លះរៀនខ្មែរឬរៀនអង់គ្លេសរៀនខ្មែរខ្លះរៀនអង់គ្លេសហើយចុះដូចអូនឯងរៀនថ្នាក់ទីម៉ានទី2ទីចប់លេខម៉ានអត់គូនតាមប្រកាសលេខតាមប្រកាសលេខហើយមួយថ្នាក់មានសិស្សម៉ានអ្នកចាមួយថ្នាក់សិស្សមករៀនឡើងតិចអត់មកច្រើនបាទមករៀនតិចហ្មងអាខ្លះអត់មករៀនទេមកទឹកមករៀនម្ដងវិញអញ្ចឹងមិនអញ្ចឹងអូអញ្ចឹងនេះមានន័យថាមានអង់គ្លេសផងខ្មែរផងចូលឯងរៀនទាំងពីរមែនថ្ងៃពហុគ្រូដាក់អង់គ្លេសឲ្យថ្ងៃធម្មតារៀនអូខេអរគុណយ៉ាងចាបងប្អូនគ្នាចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះប្រសិនបើបងប្អូនទាំងអស់គ្នាមកដល់គិរីរម្យហើយអាចអញ្ជើញមកលេងសាលាដូងហើយកន្លែងកាហ្វេសម្រាប់នេះបានបងប្អូនគេដោយបងប្អូនទាំងអស់គ្នាអាច search បាននៅក្នុងGoogle Map បងប្អូនដោយសារផ្លូវនៅគិរីរម្យនេះគឺខ្ញុំមិនអាចបង្ហាញបងប្អូនបានទេដោយសារខ្ញុំស្គាល់អត់សូវច្បាស់ដែរនេះខ្ញុំចេះជិះមកទៅគឺចំកន្លែងសាលាដូងនេះហើយខ្ញុំសួរគេខ្លះផងអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយទៀត